ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញមុខម្ហូបមួយមុខដែលជាមុខម្ហូបដែលបងប្អូនខ្មែរយើងចូលចិត្តពិសានោះគឺស្ងោរងាំង៉ូវជើងជ្រូកមកដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនមកមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាជាដំបូងខ្ញុំមានជើងជ្រូកចំនួន1ចំហៀងជើងជ្រូកនេះខ្ញុំបានយកវាទៅស្រោមម្ដងរួចហើយការធ្វើរបស់ខ្ញុំជាដំបូងខ្ញុំបានយកខ្ទឹមសមកបំពងឲ្យឡើងឈ្ងុយល្អបន្ទាប់មកទៀតខ្ញុំបានដាក់គល់ក្រៃនិងស្លឹកក្រូចចូលហើយកូរវាឲ្យមានក្លិនឈ្ងុយបន្ទាប់ពីមានក្លិនឈ្ងុយហើយខ្ញុំក៏បានចាក់សាច់របស់យើងចូលហើយកូរវាឲ្យសព្វជាមួយនឹងគ្រឿងបន្ទាប់មកទៀតខ្ញុំបានចាក់ទឹកចូលតាមដែលបរិមាណនៃសាច់តិចឬច្រើនតាមដែលបងប្អូនចូលចិត្តបន្ទាប់ពីចាក់ទឹករួចខ្ញុំបានដាក់គ្រឿងផ្សំចូលគ្រឿងផ្សំសម្លមួយមុខនេះអត់មានច្រើនទេអ្នកទាំងអស់គ្នាមានត្រឹមតែប៊ីចេងរ៉ឹតឌីទឹកត្រីនិងក្រូចងាំង៉ូវបន្ទាប់មកទៀតខ្ញុំបានទុកសម្លនោះរំងាស់ប្រហែលជា30ទៅ40នាទីហើយខ្ញុំបានរៀបចំហាន់ជីខ្ទឹមក្រហមនិងខ្ទឹមបំពងដែលយើងបានបំពងបាញ់មិញសម្រាប់ដាក់ក្នុងសម្លរបស់យើងបន្ទាប់ពីរងចាំការរំងាស់រយៈពេល30ទៅ40នាទីសម្លរបស់យើងក៏បានឆ្អិនរួចរាល់ហើយដែរនាងខ្ញុំក៏បានរៀបចំដួសដាក់ចានហើយក៏បន្ថែមជីនិងខ្ទឹមបំពងរបស់យើងចូលសម្លមួយមុខនេះឈ្ងុយណាស់អ្នកទាំងអស់គ្នាព្រោះយើងបានដាក់ខ្ទឹមបំពងនិងជីដើម្បីបន្ថែមរសជាតិក្លិននិងសម្រស់មុខម្ហូបមួយមុខនេះអរគុណពុកម៉ែបងប្អូនដែលចូលរួមទស្សនាពីដើមរហូតដល់ចប់ហើយបើបងប្អូនពេញចិត្តវីដេអូមួយនេះឬក៏បងប្អូនមានរបៀបធ្វើខុសប្លែកពីនេះបងប្អូនទាំងគ្នាកុំភ្លេចចូលទៅ comment នៅក្នុងវីដេអូខាងក្រោមនេះបានហើយកុំភ្លេចចូលទៅ follow page នេះខ្ញុំម្នាក់មួយផងណាអរគុណជម្រាបលា